សុស្ដីបងប្អូនអរគ្នាសម្រាប់ថ្ងៃនេះដែរគឺជាទិដ្ឋិ3នៃខ្ញុំចូលមកហាត់របាំនៅអប្សរា25ដួងតោះឥឡូវខ្ញុំនាំបងប្អូនអរគ្នាមកមើលអំពីសកម្មភាពដែលខ្ញុំស្លៀកក្បិនទាំងអស់គ្នាការស្លៀកក្បិនរបស់ខ្ញុំនេះគឺខ្ញុំចេះស្លៀកលើកទី1គឺក្នុងសប្តាហ៍ទី3នឹងតែម្ដងគឺខ្ញុំចេះស្លៀកបងប្អូនអរគ្នាដោយសារការចងក្បិនមួយនឹងបើសិនជាយើងអត់ចេះខ្លួនឯងទេគឺពិបាកខ្លាំងមែនតើយើងពិបាកទៅពឹងបងឬក៏បងប្អូនណាឲ្យជួយយើងណាដោយសារយើងទៅហ្នឹងគឺខ្លួនទីពឹងធ្វើទេពេលខ្លះយើងត្រូវបញ្ញាបញ្ញាខ្លួនឯងចឹងទៅធ្វើខ្លួនឯងខ្លះទៅដោយសារនេះគឺខ្ញុំទៅហ្នឹងឆែម៉ោង2កន្លះហើយម៉ោង3ហើយឥឡូវហ្នឹងគឺខ្ញុំបានស្លៀករួចរាល់ហើយខ្ញុំមកកាច់រៀងមកផ្លែតដោយសារឃើញស្លៀកទៅរៀងស្អាតជាងមុនបងប្អូនអរគ្នាបាទខ្ញុំពាក់ដំបងស្អាតទេអញ្ចឹងចេះថតលេងទុកណាឥឡូវគឺខ្ញុំបានចូលមកក្នុងហើយដោយសារដល់ម៉ោងត្រូវហាត់ក្បាច់បាតនេះគឺជាសកម្មភាពដែលខ្ញុំបានហាត់ក្បាច់បាតបងប្អូនអរគ្នាការហាត់ក្បាច់បាតហ្នឹងគឺពេលដែលខ្ញុំហាត់អត់ដំបងគឺខ្ញុំឈឺខ្លាំងមែនតើពីថ្ងៃសប្តាហ៍ទី1ហើយនិងសប្តាហ៍ទី2គឺខ្ញុំឈឺខ្លួនខ្លាំងពេលខ្ញុំហាត់ហើយទៅសប្តាហ៍ទី3នេះអាចថាយើងរៀងស្មចឹងវាអត់សូវឈឺដូចសប្តាហ៍ទី1និងសប្តាហ៍ទី2បងប្អូនអរគ្នាប៉ុន្តែទោះបីជាឈឺខ្លួនប៉ុណ្ណាក៏ដោយក៏ខ្ញុំត្រូវតែមកហាត់ដែរដោយសារខ្ញុំស្រឡាញ់របាំនឹងតាំងពីក្មេងហើយខ្ញុំអត់ដែរគិតថាខ្ញុំនឹងអាចបានមកហាត់ទេតែឥឡូវហ្នឹងគឺខ្ញុំបានដល់ម៉ោងមកដល់ផ្ទះហើយខ្ញុំបានថតសកម្មភាពខ្លីៗបងប្អូនអរគ្នាមើលទេខ្ញុំបានថតវែងទេហើយឥឡូវហ្នឹងគឺខ្ញុំបានមកដល់ផ្ទះហើយបងប្អូនអរគ្នាអាចមើលសក់ក្បាលខ្ញុំបានគឺថាសាហាវខូខើខ្លាំងមែនតើដូចគល់អស់ហើយតិចទៀតនេះខ្ញុំត្រូវការរបស់ចំណុចទៀតបងប្អូននឹងឃើញរបស់ចំណុចរបស់ខ្ញុំទៀតនេះគឺសក់ដែលខ្ញុំបានប្រើរួចបងប្អូននេះឃើញខុសគ្នាអត់ខាទៅមុនបន្តិចទៅឃើញហើយគឺដឹងថាខុសគ្នាឬក៏មិនខុសគ្នាហើយតែនេះគឺជាផលិតផលដែលខ្ញុំបានប្រើគឺ Elif Hair Mask នេះគឺមានប្រយោជន៍ខ្លាំងមែនតើសម្រាប់បងប្អូនណាដែលគាត់បកកាយលេងពណ៌សក់ឆេះសក់បៃចុងហើយនឹងសក់ហើមសម្រាប់ Elif Hair Mask នេះបងប្អូនអរគ្នាគឺងាយស្រួលប្រើខ្លាំងមែនតើពេលដែលយើងយកមកប្រើហ្នឹងយើងយកវាមកអប់ជាមួយនឹងចុងសក់ហើយហាមអប់ឲ្យដល់គល់សក់បងប្អូនអរគ្នាគឺហាមហ្មងគឺគល់សក់គឺអប់ត្រឹមចុងសក់ហើយបងប្អូនអប់ចោលរយៈពេល2នាទីរួចលាងទឹកចេញបងប្អូននឹងឃើញផលហើយដោយសារតែ Elif Hair Mask ហ្នឹងគឺវាល្អខ្លាំងមែនតើអញ្ចឹងខ្ញុំចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាឲ្យបានប្រើប្រាស់ទាំងអស់គ្នាដើម្បីបានសក់ស្អាតបងប្អូនណាដែលមានបញ្ហាសក់ខូចកុំភ្លេចជាមួយនឹង Elif Hair Maskណា